សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទ model Oppo A57 មក unbox ជូនអ្នកទាំងអស់គ្នាប៉ុន្តែការ unbox សារនេះគឺប្លែកជាងសារមុនដោយសារតែ Oppo A57 នេះគឺវាមានពណ៌ថ្មីគឺ Final Edition គឺការ update នៅពណ៌ថ្មីពីក្រុមហ៊ុន Oppo មកគឺពណ៌ហ្នឹងគឺមានឈ្មោះថា Glowing Gold គឺពណ៌មាសទូរស័ព្ទពណ៌មាសហើយ Oppo បានចេញពណ៌ពីរពណ៌មុននឹងដែរដូចជាពណ៌ខ្មៅហើយនិងពណ៌ទឹកសណ្ដែកប៉ុន្តែសារនេះគឺចេញពណ៌ថ្មីមកមួយ model ទៀតគឺពណ៌មាសនេះហើយខ្ញុំនឹងធ្វើការ unboxing ជូនអ្នកនរគ្នានៅក្នុងពេលនេះតែម្ដងហើយខ្ញុំក៏អត់ទាន់ដឹងថាពណ៌មាសហ្នឹងវាយ៉ាងម៉េចដែរហើយតកតងនឹងប្រអប់ហើយនឹងតម្លៃរបស់វាហ្នឹងគឺដូចមុនដដែលទេគឺ199ដែលមានទំហំផ្ទុក64សន្ទុះដែលមាន RAM 4G និងទំហំផ្ទុក 128G ហើយកម្លាំងសាកថ្ម 5033W SuperVOOC ថាមពលថ្ម 5000 mAh RAM 4G ទំហំ RAM 4G ហើយបូកនឹង Extend RAM 4G ទៀតទំហំផ្ទុក 128G ពិសេសជាងនេះទៅទៀតគឺ speaker របស់វា2គ្រាប់ឮសំឡេងខ្លាំងល្អហើយ volume វាអាចតម្លើងដល់ 200% អូខេដូចតែមុនដែរទេតកតទៅនឹង spec របស់វាហ្នឹងប៉ុន្តែឥឡូវវាមានពណ៌ថ្មីមកអញ្ចឹងខ្ញុំសូម unboxing ជូនអ្នកនរគ្នាហើយខ្ញុំក៏អត់ដឹងថាពណ៌ថ្មីនោះវាមានរូបរាងយ៉ាងម៉េចដែរឥឡូវយើង unboxing ជូនអ្នកនរគ្នាក្នុងពេលនេះទាំងអស់គ្នាដើម្បីនៅក្នុងដឹងចង់ដឹងថាពណ៌ហ្នឹងវាយ៉ាងម៉េចពណ៌មាសហ្នឹងវាស្អាតប៉ុណ្ណាឬក៏យ៉ាងម៉េចអូខេតោះឥឡូវយើងតាមដានអ្នកនរគ្នាជាមួយខ្ញុំអូខេយើងយកវាចេញមកអូខេចេញឡើយអ៊ីបអូខេនៅក្នុងប្រអប់នេះគឺយើងទទួលបានដដែលទេនៅក្នុងប្រអប់ធំហ្នឹងគឺមានប្រអប់ពណ៌ខ្មៅមួយហើយប្រអប់ពណ៌ខ្មៅហ្នឹងគឺមានមជុលចាក់មួយសិភៅណែនាំមួយបន្ទនាមួយហើយនឹងចុងក្រោយគេនេះគឺខេសថ្លាមួយអូខេដូចតែមុនដែរទេទុកវាម្ដុំឥឡូវយើងមើលដល់ទូឯករបស់យើងនេះគឺជាទូរស័ព្ទ Oppo អូខេហើយនេះគឺជាទូរស័ព្ទ Oppo A57 ពណ៌ថ្មីដែលក្រុមហ៊ុនទៅតែនឹងផ្ញើដល់ហាងទេហើយខ្ញុំធ្វើការ unboxing ជូនអ្នកនរគ្នាអូខេជូនអ្នកនរគ្នាតែម្ដងគឺស្អាតមែនទែនតើតទូរស័ព្ទ Oppo A57 ពណ៌gold យើងហៅថាពណ៌មាសអូខេស្អាតឥឡូវអ្នកនរគ្នាមើលជាមួយខ្ញុំអ្នកនរគ្នាទៅអូខេពណ៌មាសហាមវាក៏ពណ៌មាសដែរស្អាតអូខេបើសិនបើអ្នកនរគ្នាមានតម្រូវការសូមកុំភ្លេចហាងសីឡាមានលក់អូខេហើយក្នុងប្រអប់នេះក៏មានដុំឆ្នាំងសាក 33W ដូចគ្នាដែរហើយឆ្នាំងសាកនេះគឺឆ្នាំងសាកType C ដូចគ្នាអូខេឥឡូវខ្ញុំយក Oppo ពណ៌ទឹកសណ្ដែកមកប្រៀបធៀបគ្នាជាមួយ Oppo A57 ពណ៌មាសនេះជូនអ្នកនរគ្នាហើយអ្នកនរគ្នាមើលទៅវាខ្នងកញ្ចក់ឲ្យដូចគ្នាទេហើយផ្នែកខាងក្រោយនៃពណ៌មាសនេះគឺពណ៌មាសគ្រើមទៀតអញ្ចឹងវាអត់ងាយចាប់ស្នាមម្រាមដៃទេគឺវាគ្រើមអញ្ចឹងងាយស្រួលក្នុងការចាប់កាន់ហើយអត់សូវល្អិតទេបើពណ៌ទឹកសណ្ដែកនេះវាល្អិតជាងអញ្ចឹងអានេះរៀងស្ពឹកជាងពណ៌ស្ពឹកអូខេហើយយើងមើលស្អាតប្រហែលគ្នាដែរតាអូខេគឺថាពណ៌មាសនេះសម្រាប់អ្នកចូលចិត្ត Civilize អីគឺពណ៌មាសហ្នឹងគឺកាន់ទៅវាថ្លៃថ្នូរអូខេបាន2ឥឡូវខ្ញុំយកពណ៌ខ្មៅមកមួយទៀតមកប្រៀបធៀបជូនអ្នកនរគ្នាមើលអូខេនេះពណ៌ខ្មៅឥឡូវយើងមាន3ពណ៌ក្នុងដៃឥឡូវយកពណ៌ខ្មៅមកប្រៀបធៀបជាមួយនឹងពណ៌មាសអូខេស្អាតម្យ៉ាងម្នាក់ហើយបើសម្រាប់អ្នកទាំងអស់គ្នាចូលចិត្ត Civilize គឺពណ៌មាសនេះកាន់ទៅស្អាតហើយដូចខ្ញុំនេះខ្ញុំចូលចិត្តពណ៌ខ្មៅអូខេអញ្ចឹងនេះគឺជា Oppo ពណ៌មាសបាទ Oppo ពណ៌មាស Oppo A57 ដែលទើបប្រកាសចេញគឺពណ៌មាសនេះឯងអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញអ្នកទាំងអស់គ្នាហើយខ្ញុំមានតែប៉ុណ្្នឹងទេតកតងទៅនឹង Oppo A57 ពណ៌ថ្មីដែលទើបតែនឹងប្រកាសចេញនេះឃើញថាវាស្អាតមែនហើយមាសហ្នឹងគឺមាសគ្រើមទៀតអូខេអ្នកទាំងអស់គ្នាមើលទៅអូខេចាំងផ្លេក
ហើយសង្ឃឹមថាអ្នកនរគ្នានឹងគាំទ្រតាក់ទងទៅនឹង Oppo A57 នេះដែលមានទំហំ RAM 4GB ទំហំទុក 128GB អូខេបើសិនបើអ្នកនរគ្នាមានចំណាប់អារម្មណ៍សូមកុំភ្លេចហាងសីហាស្រីឡាអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ